នេះគឺជា Lamborghini Urus របស់លោក Wanda រថយន្តនេះដែរមានឈ្មោះថា Lamborghini Urus ឬក៏ Urus ដែលផលិតឡើងនៅក្នុងឆ្នាំ2022ដែលបំពាក់ទៅដោយម៉ាស៊ីន 4.0 លីត្រ Twin Turbo V8 ហើយបង្កើតកម្លាំងរហូតដល់641 horsepower ដល់ពី0ទៅ100គីឡូម៉ែត្រក្នុង1ម៉ោងចំណាយពេលត្រឹមតែ 3.6 វិនាទីតែប៉ុណ្ណោះគឺលឿនមែនទែនសម្រាប់ SUV នេះចំណែក top speed វិញគឺរហូតដល់305គីឡូម៉ែត្រក្នុង1ម៉ោងមិនចាញ់ Aventador ប្រហែលទេមិនតែប៉ុណ្ណោះរថយន្តនេះបំពាក់ទៅដោយ all wheel drive ដែលវិលកង់ទាំង4តែម្ដងហើយជំនួយក្នុងការបើកមិនងាយនឹងរេទេហើយអ្វីដែលពិសេសដែលខ្ញុំចូលចិត្តនោះគឺសំឡេងរបស់វាបាទឥឡូវយើងទៅស្ដាប់សំឡេងផ្ទាល់របស់ឡានរបស់គាត់តែម្ដងយ៉ាងមិនដែរអ្នកនរគ្នាពីរោះមិនចាញ់បទចម្រៀងគាត់ទេហើយខ្ញុំគិតថាមូលហេតុដែលគាត់ទិញរថយន្តនេះគឺដោយសារតែវាលឿនហើយបើកនៅផ្លូវណាក៏បានដែរបើកលើផុកបើកលើទួលគឺមកឆ្ងាញ់គឺបើកបានតែម្ដងហើយសម្រាប់រូបរាងវិញគឺ aggressive ខ្លាំងមែនទែនស័ក្តិសមនឹងគាត់បើកអញ្ចឹងអ្នកនរគ្នាគិតថារថយន្តនេះគាត់ទិញក្នុងតម្លៃប្រមាណដែរកុំភ្លេច comment នៅខាងក្រោមហើយចុច follow ម្នាក់មួយផងបើចង់ឲ្យខ្ញុំ review រថយន្តផ្សេងៗទៀត